របៀបបើក 5G នៅលើទូរស័ព្ទ Android និងទូរស័ព្ទ iPhone អញ្ចឹងសម្រាប់បងប្អូនអ្នកគ្នាដែលអត់មាន 5G នៅលើទូរស័ព្ទ iPhone ឬ Android បងប្អូនអាចសាកចូលមកកាន់ setting របស់ទូរស័ព្ទ Android សិនហើយបន្ទាប់មកយើងចូលទៅកាន់ Network and Internet នេះសម្រាប់ទូរស័ព្ទ Android បន្ទាប់មកយើងជ្រើសរើសនៅពាក្យថា SIM and card mobile network បាទហើយបន្ទាប់មកយើងជ្រើសរើស SIM សម្រាប់ SIM ខ្ញុំប្រើពីរ SIM មាន Kabel ហើយនិង Smart អញ្ចឹងមកនេះជ្រើសរើស SIM មកហើយខ្ញុំជ្រើសរើស Smart ហើយកន្លែងនេះយើងជ្រើសរើសពាក្យថា Prefer network ថៃនេះមកសម្រាប់យើងទៅ select នៅ 4G 5G ឥឡូវយើងទៅចុចវាមួយមកវាមានត្រឹមតែ 4G ទេបងប្អូននេះអញ្ចឹងយើងជ្រើសរើស SIM 2ទៀតមក Mode phone ថាវាមានអត់អានេះសម្រាប់ទូរស័ព្ទ Android គឺវាអត់ទាន់មាន 5G ទេសម្រាប់ទូរស័ព្ទដែលមានទាប version ទាបអញ្ចឹងឥឡូវយើងអាចសាកវិធីមួយទៀតតើវាមាន 5G អត់នៅលើទូរស័ព្ទហ្នឹងបងប្អូនគ្រាន់តែ select នៅលើ about phone មកហើយយើងទៅរក name របស់ទូរស័ព្ទហ្នឹងហើយយើងធ្វើការចូលទៅកាន់ Google Chrome មកហើយយើងវាយឈ្មោះទូរស័ព្ទរបស់យើងដែលយើងប្រើរហូតហ្នឹងបាទមាន Vivo iPhone បាទ Oppo អញ្ចឹងយើងវាយអញ្ចឹងមកម៉ាកហើយកន្លែងនេះគឺយើងអាចជ្រើសរើសមួយណាក៏បានដែរបាទហើយយើងរកទៅចុះក្រោមហើយយើងរកពាក្យថា network សម្រាប់ network គឺវាមានត្រឹមតែ 4G នឹងឯងមកគ្នានេះដែលខ្ញុំដាក់ខាងបាទសម្រាប់ទូរស័ព្ទទាំងអស់យើងអាចវាយតាមខ្ញុំបានហើយយើងចូលមកកាន់ iPhone ម្ដងនេះបងប្អូនយើងមើលសញ្ញាតាមខ្ញុំចុចមកយើងជ្រើសរើសបាទតោះមកយើងជ្រើស voice and data នេះមកតោះមកយើងទទួលបាន 5G